វីដេអូមួយនេះគឺពិតជាល្អមែនទែនសម្រាប់ការអប់រំពីព្រោះយើងមើលឃើញថាសប្តាហ៍ថ្ងៃនេះសិស្សានុសិស្សមួយចំនួនកំពុងតែផ្លិតភ្លើននៅក្នុងការដើរផ្លូវខុសពេលខ្លះគាត់មិនបានគិតអំពីការលះបង់យ៉ាងធំធេងរបស់ឪពុកម្ដាយរបស់គាត់ទេបងដឹងទេឪពុកម្ដាយរបស់យើងរបស់ប្អូនដែលគាត់ខិតខំប្រឹងប្រែងរាល់ថ្ងៃនោះតើដើម្បីនរណាជាការពិតណាស់គឺដើម្បីកូនរបស់គាត់ចង់ឃើញកូនរបស់គាត់រីកចម្រើនគាត់ចង់ឃើញកូនរបស់គាត់មានអនាគតល្អគាត់ចង់ឃើញកូនរបស់គាត់មានចំណេះដូចគេដែរគាត់បានឆ្លងកាត់នៅរឿងរ៉ាវជាច្រើនគាត់លំបាកដោយសារតែការអវិជ្ជាដោយសារតែការមិនបានរៀនសូត្រដូច្នេះហើយគាត់សុខចិត្តលះបង់សពគ្រប់បែបយ៉ាងបើទោះបីជាគាត់លំបាកប៉ុណ្ណាក៏ដោយបើទោះបីជាគាត់នឿយហត់យ៉ាងណាក៏ដោយគាត់មិនខ្លាចនៅក្នុងការទទួលយកនឹងការលំបាកទាំងអស់នោះទេពីព្រោះគោលបំណងរបស់គាត់គឺដើម្បីកូនរបស់គាត់មិនចង់ឲ្យកូនរបស់គាត់ដើរទៅតាមគន្លងរបស់គាត់នោះទេដូច្នេះហើយពេលខ្លះគ្រុនក្តៅឈឺរងាបែកបាក់គ្រួសាររស់នៅមិនជុំគ្រួសារមិនជុំបងប្អូនពេលខ្លះខែបុណ្យខែទានឃើញគ្រួសាររបស់គេមានការជួបជុំគ្នាឃើញគ្រួសាររបស់គេជួបជុំបងប្អូនប៉ុន្តែគាត់ពេលខ្លះក៏ចង់ដូចគេដែរក៏ប៉ុន្តែគាត់មិនអាចនោះទេដោយសារតែលុយដោយសារតែខ្លាចមិនមានលុយក្នុងការផ្គត់ផ្គង់ការសិក្សារបស់ប្អូនប៉ុន្តែអ្វីដែលគាត់បានមកវិញកូនខ្លះបានផ្ដល់ឲ្យគាត់នៅការខកចិត្តកូនខ្លះបានផ្ដល់ឲ្យគាត់នៅទឹកភ្នែកកូនខ្លះបានធ្វើឲ្យគាត់ខកបំណងមែនទែនខកចិត្តមែនទែនដោយសារតែប្អូនភ្លឹកភ្លើនជាមួយនឹងមិត្តភ័ក្តិរបស់ប្អូនដោយសារតែប្អូនគិតខ្លីដោយសារតែប្អូនគិតថាការអប់រំវាគ្មានសារៈសំខាន់សម្រាប់ប្អូនដូច្នេះហើយទើបធ្វើឲ្យគាត់ខកចិត្តជាមួយនឹងប្អូនមែនទែនដូច្នេះហើយដើម្បីជាការតបស្នងសងគុណទៅកាន់អ្នកមានគុណរបស់ប្អូនដែលគាត់លះបង់ឈាមស្រស់សាច់ស្រស់ចំពោះប្អូននោះចូលប្អូនខិតខំប្រឹងប្រែងរៀនសូត្រធ្វើម៉េចឲ្យខ្លួនមានចំណេះនៅថ្ងៃក្រោយទៅឲ្យរស់បានស្រួលដូចគេនេះហើយក៏ជាអ្វីដែលម៉ាក់ប៉ារបស់ប្អូនគាត់ចង់ឃើញសូមកុំភ្លិតភ្លើនសូមកុំភ្លេចខ្លួនសូមកុំដើរឲ្យខុសកន្លងអីប្រឹងប្រែងរៀនសូត្រទៅបើទោះបីជាពេលនឹងមិនទាន់ដឹងថាធ្វើអីប្រឹងប្រែងរៀនសូត្រសិនទៅនៅថ្ងៃមួយនៅឱកាសវាមកដល់យើងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការចាប់យកវាប៉ុន្តែបើសិនជាយើងមិនរៀនទេបើសិនជាយើងមិនខំទេតើយើងទៅរំពឹងអីហើយម៉ាក់ប៉ារបស់យើងរំពឹងអីទាំងអស់នឹងហើយដែលគាត់ខិតខំប្រឹងប្រែងបងឃើញទេបាទពេលខ្លះប្អូនមួយចំនួនណាមករៀនអង្គុយនៅក្នុងម៉ាស៊ីនត្រជាក់នៅក្នុងកង្ហាលគាត់ស្រែកថាគាត់លំបាកណាស់គាត់នឿយណាស់គាត់ហត់ណាស់គាត់ stress ណាស់ប៉ុន្តែបើសិនជាប្រៀបធៀបទៅឪពុកម្ដាយរបស់គាត់តើបងដឹងទេស្មាននេះគាត់កំពុងតែធ្វើអីពេលខ្លះគាត់កំពុងតែធ្វើការឲ្យគេពេលខ្លះគាត់នៅក្រោមក្តៅក្រោមភ្លៀងក្រោមខ្យល់គាត់លំបាកធ្វើគាត់មិនណែនិយាយឲ្យយើងឮទេអ្វីដែលគាត់ចង់បានគឺចង់ឃើញកូនរីកចម្រើនចង់ឃើញកូននឹងមានចំណេះនឹងគេចង់ឃើញកូននឹងមានអនាគតនឹងគេដូច្នេះហើយទោះបីជាលំបាកប៉ុណ្ណាក៏ដោយក៏គាត់មិនរារែកនៅក្នុងការលះបង់ដែរគឺដើម្បីកូនដូច្នេះហើយខ្ញុំសង្ឃឹមថាលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាគិតខំប្រឹងប្រែងរៀនសូត្រគ្រាបជញ្ជក់ចំណេះដឹងដើម្បីជាស្ពាននៅក្នុងការកសាងគ្រួសាររបស់យើងកសាងសង្គមជាតិយើងឲ្យបានល្អឲ្យបានរីកចម្រើនដូចគេដែរពីព្រោះប្រទេសមួយដែលអាចរីកចម្រើនទៅបានគឺត្រូវការធនធានមនុស្សជាចាំបាច់នៅក្នុងការជួយកសាងប្រទេសនោះឲ្យរីកចម្រើនចុះបើសិនជាបងប្អូនមិនខិតខំប្រឹងប្រែងរៀនសូត្រទេបើសិនជាបងប្អូនមិនរកចំណេះដាក់ខ្លួនទេតើឲ្យប្រទេសរបស់យើងរីកចម្រើនយ៉ាងណាកុំថាឡើយប្រទេសសូម្បីតែគ្រួសាររបស់យើងក៏យើងពិបាកនៅក្នុងការកសាងឲ្យវាមានសុខសុភមង្គលដែរដូច្នេះហើយបើសិនជាបងប្អូនមានឱកាសហើយបងប្អូនត្រូវតែខិតខំប្រឹងប្រែងគ្រាបជញ្ជក់ចំណេះដឹងឲ្យបានកុំទន់ខ្វល់ពីនរណាគេទៅណាគេធ្វើអីសំខាន់បងប្អូនត្រូវរកចំណេះដាក់ខ្លួនជាមុនសិនបងប្អូនត្រូវតែមានចំណេះជាចាំបាច់នៅក្នុងការកសាងគ្រួសារកសាងសង្គមជាតិនិងកសាងប្រទេសរបស់យើងឲ្យរីកចម្រើនដូចគេដែរអញ្ចឹងអនាគតរបស់យើងគឺស្ថិតនៅលើយើងខ្លួនឯងនឹងឯងតើអនាគតរបស់យើងអាចនឹងល្អឬក៏អាក្រក់
ទៅបាននោះគឺវាអាស្រ័យទៅលើការសម្រេចចិត្តរបស់យើងបើសិនជាយើងមិនខិតខំប្រឹងប្រែងរៀនសូត្រទេបើសិនជាយើងធ្វើសកម្មភាពលីលាឈួតឡប់ឡាយប្រកបណាស់អនាគតរបស់យើងក៏វាបែបនោះដែរប៉ុន្តែបើសិនជាបងអូនបដិញ្ញាចិត្តថាបើទោះបីជាបងអូនជួបការលំបាកយ៉ាងណាក៏ដោយបើទោះបីជាបងអូនជួបឧបសគ្គប៉ុណ្ណាក៏ដោយបងអូនត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រពុះវាជំនះធ្វើម៉េចឲ្យបានចប់ចុងចប់ដើមច្បាស់ណាស់បងអូននឹងទទួលបានលទ្ធផលនៅថ្ងៃអនាគត work hard pay off